សួស្តីអ្នកទាំងអស់គ្នាដើម្បីអ្នកទាំងអស់គ្នាអាចបញ្ចូល sprite ដែលជា sprite មាន animation គឺយើងត្រូវបញ្ចូលដោយយើងមកស្ដាប់នៅលើការងាររបស់យើងហ្នឹងហើយបន្ទាប់មកយើងយកពាក្យថា new object ហើយបន្ទាប់មកយើងយកពាក្យថា sprite អញ្ចឹងយើងអាចសើចពាក្យថា sprite មកបន្ទាប់ពីយើងសើចពាក្យថា sprite ហើយយើងចុច click វាមួយនៅក្នុងទីតាំងណាមួយមកហើយបន្ទាប់មកទៀតផ្នែកខាងក្រោមនេះគឺយើងយកមកស្ដាំយើងយក import frame យើងធ្វើ frame from scene នៅក្នុងនឹងដែរអ្នកនរគ្នាអាចទៅកាន់ទីតាំងមួយណាដែលអ្នកនរគ្នាចង់បានគឺទីតាំងតាក់ទងជាមួយនឹង sprite របស់យើងអញ្ចឹងអ្នកនរគ្នាឃើញហើយគឺ sprite របស់ខ្ញុំគឺឈ្មោះ Taran អញ្ចឹងនៅពេលដែល sprite របស់ Taran ខ្ញុំចុចលើវាមកវានឹងsplit ឲ្យយើងជា frame អញ្ចឹងខ្ញុំសូមបញ្ជាក់អ្នកនរគ្នាបន្តិចថាតាក់ទងជាមួយ sprite យើងនេះគឺទាំងអស់វាមាន11អញ្ចឹងយើងមាន column និង row អញ្ចឹងយើងមើលជួរឆយើងមានចំនួន12 1 2 3 4 5បើសិនជាយើងដាក់11អញ្ចឹងវាចែកជួរឆមក11អញ្ចឹងកាលណាចែក11អញ្ចឹងវាអត់ដាច់ជាកំណត់ចំនួនប្រមាណទេអញ្ចឹងយើងយក12មកដើម្បីឲ្យវាត្រូវជាមួយនឹងចំនួនរបស់យើងហើយជួរដីហ្នឹងគឺមាន1បន្ទាប់មកដើម្បីអាចប្រើ sprite នេះបានអ្នកទាំងអស់គ្នាចូលនៅក្នុងadd frame បាទ add all frame មក frame របស់យើងគឺចូលខាងក្រោមយើងត្រូវការ import frame មួយទៀតនៅពេលនេះគឺយើងបានតាក់ទងជាមួយនឹង sprite របស់យើងហើយប៉ុន្តែដែលសំខាន់គឺយើងអាចលុប frame ទី1ចោលព្រោះ frame ទៅទេហើយអ្នកទាំងអស់គ្នាសូមបញ្ជាក់ថាអ្នកទាំងអស់គ្នាអាច edit animation នឹងបានដើម្បីយើងងាយស្រួលឧទាហរណ៍ថា animation នេះឈ្មោះ Taran បាទហើយយើងអាច print preview កន្លែងនេះបានអញ្ចឹងយើងឃើញថាការកណ្ដាលដែលយើង print preview កន្លែងនេះគឺធ្វើឲ្យអ្នកទាំងអស់គ្នាហ្នឹងមើលបានតែមួយផ្លែតទេវាអត់ធ្វើដដែលទៀតទេអញ្ចឹងគឺយើងប្រើប្រាស់ពាក្យ loop ដើម្បីឲ្យវាធ្វើចលនាបន្ទាប់មកល្បឿននៃ loop របស់យើងនេះគឺអ្នកទាំងអស់គ្នាមើលកន្លែង speed អញ្ចឹងឧទាហរណ៍ថាអ្នកទាំងអស់គ្នាដាក់10ទៅspeed នៅក្នុងល្បឿនរបស់យើងហ្នឹងគឺលឿនជាងមុនទៅតាមអីដែលយើងចង់បានអញ្ចឹងយើងអាច click វាមកបើសិនជាយើងចង់បាននៅ speed ប៉ុណ្ណឹងគឺធ្វើការខ្វែង sprite របស់យើងគឺបានធ្លាក់ចូលនៅក្នុង game របស់យើងហើយអញ្ចឹងអ្នកទាំងអស់គ្នាអាច print review មកថាតើ sprite យើងអាចដំណើរការឬនៅបាទអញ្ចឹង sprite របស់យើងបានដំណើរការហើយតែអីដែលសំខាន់គឺយើងត្រូវធ្វើ sprite របស់យើងនេះឲ្យស្គាល់ជាមួយនឹង tile map គឺយើងត្រូវ add behavior អញ្ចឹងយើងអាច add behavior មកយើងចុចលើហ្នឹងមកយើងចុចលើនេះគឺ add behavior យើង add behavior យើង add new behavior បន្ទាប់មកអ្នកទាំងអស់គ្នាយកពាក្យថា platform អញ្ចឹងយើងយកពាក្យ platform មកបាទ platform មកយើងចុច add មកយើងចុចខ្វែងមកអញ្ចឹង sprite របស់យើងនេះត្រូវបានស្គាល់បាទជាមួយនឹងបាទនេះរបស់យើងហើយបាទគឺគាត់បានស្គាល់ជាមួយនឹង tile map របស់យើងអរគុណច្រើនអ្នកនរគ្នាដែលតាមដានទៅជាមួយវីដេអូរបស់ខ្ញុំ